ពុទ្ធប្រតិការដែលប្រគេនជំរាបជូនទៅដល់ព្រះសង្ឃគ្រប់ព្រះអង្គឯកតាមលោកជំទាវលោកញាលោកស្រីពុទ្ធបរិស័ទទាំងអស់មេត្តាជឿជ្រាបថាព្រះសង្ឃព្រះអង្គនិមន្តបដិបត្តិក្នុងថ្ងៃនេះបាទមានចំនួន9វត្តដែលនិមន្តជាតតីក្នុងថ្ងៃនេះគឺមានព្រះសង្ឃព្រះអង្គនិមន្តមកវត្តកណ្ដាលមានចំនួន22អង្គវត្តលួងចំនួន15អង្គនិងសាលាព្រះអនុគុណស្រុកបាកានចំនួន15អង្គព្រះអនុគុណស្រុកភ្នំកវាយចំនួន10អង្គនិងព្រះអនុគុណស្រុកអណ្ដៀងចំនួន10អង្គព្រះអនុគុណស្រុកលោសែនជ័យចំនួន8អង្គវត្តពីលញ៉ៃ20អង្គវត្តកែវិជ័យ10អង្គវត្តកំពង់ព្រះសង្ឃនាទីមង្គលចំនួន10អង្គសរុបទាំងអស់បាទក្នុងបញ្ជីដែលបានជ្រុំបាទ120ព្រះអង្គគង់ជាអតីតក្នុងថ្ងៃនេះតែព្រះអង្គនិមន្តមកក្នុងថ្ងៃនេះគឺថាដោយបរិខាយើងច្រើនអញ្ចឹងម្ចាស់ពុទ្ធសូមនិមន្តបន្ថែមទៀតរហូតដល់135ព្រះអង្គទៀតលោកម្ចាស់បាទ135